បាទថ្ងៃទី13បាទ13ខែ1ឆ្នាំ2026បាទថ្ងៃបាននាំកូននៅនឹងក្មួយបានមកលេងនៅប្រាសាទមួយនៅក្នុងក្រុងសំរោងបាទប្រាសាទនេះប្រហែលជាអត់សូវជាមានអ្នកស្គាល់ទេបាទគឺនៅក្រុងសំរោងសង្កាត់កូនគ្រៀលភូមិគេបងភូមិគេភូមិអីដឹងភូមិទេចាំតែនេះភូមិគេសុំឯងភូមិខ្ទុំហ្នឹងហើយបាទភូមិខ្ទុំបាទប្រាសាទនេះឈ្មោះថាប្រាសាទលបើកបាទបាទពីមុនគេហៅប្រាសាទដំរីសបាទអូបាទថាគាត់តាមប្រាសាទបោកអ៊ំគាត់ថាដំរីសបាត់កូនក៏យំស្រោកបោកខ្លួននេះអ៊ំជន់ទ្រាំនឹងទឹកទីអស់បាទបាទប្រវត្តិរឿងរបស់ប្រាសាទលបើកបាទឃើញថាធំប្រាសាទនេះធំមិនមែនទូចទេធំជាងប្រាសាទចង់ធំចង់ធំជាងប្រាសាទតំន់ទៀតនេះខ្លងស្ពាមិនប៉ុណ្ណានេះខ្លងស្ពាបាទអូស្អាតបាទអ៊ំនេះអ៊ំអត់ស្ពាគោអ៊ំហ៎មកលេងដែរអូបាទនេះលើកទី1របស់ខ្ញុំដែរបាទមកដល់ប្រាសាទនេះបាទលើកទី1ហើយវាបយ៉ៃកូនដាប់វាបយ៉ៃមិនគេបានឃើញទេប្រាសាទនេះគាត់ថាមាននិស័យបានជួបបាទឥឡូវយើងទៅមើលខាងក្រោយអូធំបាទអូនេះប៉ុណ្ណានៃនេះធំណាស់នេះធំបាទធំប្រាសាទធំណាស់បាទមានបច្ចៈសិនអីទៀតបាទបងប្អូនអាចមកលេងបានបាទនៅភូមិខ្ទុំបាទនៅខ្ទុំអូនេះនៅខ្ទុំបាទអូនេះបាក់បែកអស់ហើយចឹងសោះស្ដាយមែនទែនបាទបើសិនជាបានបូរណៈយើងមើលថែវិញនឹងល្អយ៉ាងណាទេបាទនោះប្រាសាទនោះនៅតួប្រាសាទតិចបាទនេះសូមទ្រង់ពរឲ្យបងប្អូនមកលេងបានច្រើនបាទឲ្យដើម្បីស្គាល់ដល់មានជ័យយើងបាទប្រាសាទច្រើនណាបាទប្រាសាទច្រើនណាដួលបាក់បែកអស់ហើយនេះបាទគួរស្រដោះបាទនេះមានស្បាច់ឆ្លាក់បាច់អីត្រឹមត្រូវរបស់គេនេះអូដូនតាមកថតទុកហើយហេតុអីក៏ចូលមិនជួលទៅធ្វើទៅមើលថែអាសាទៅបាទស្ដាយមែនតើបាទប្រាសាទនេះគេថាកន្លែងរុនកណុងបើទុំស្អាតស្អូបអូអ៊ំមានស្គាល់ប្រវត្តិរបស់វាទៀតចានេះថឹបនិយាយប្រាប់បាទទុំទលិសនាអបកាអូឯបាទកូនទៅអាចចូលនោះលួយកូនទៅអូលួយកូនទៅលួយកូនទៅថាជីសេះហោះស្មៃណាតែមិនដឹងរឿងបាទស្អាតណាស់មកប្រាសាទនេះតែបាក់បែកអស់ហើយបាទបើមើលតម្រង់ស្អាតហ្មងបាទស្អាតទីធ្លាធំដល់ប៉ុណ្ណេះទេកាលយើងមុនសូមបាក់ដល់ប៉ុណ្ណេះដែរយើងកាន់តែបាក់ខ្លាំងបាក់ទៅមកពីយើងអត់មើលថែបាទមួយគេថាប្រវត្តិនេះតន្ត្រីត្រប់បាក់ខ្លួនអូបាទតែសូមបងប្អូននៅក្នុងដល់បញ្ជាយើងអាចមានពេលគឺមកស្គាល់បានម្ដងបាទគឺមិនងាយទេបាទប្រាសាទនេះបាទអញ្ចឹងសូមមានបរិស័យបានឃើញបានជួបនេះបាទខ្ញុំមិនងាយទេបាទមិនងាយបានជួបទេបាទនោះបាទសូមអរគុណបាទសូមអរគុណសូមមកលើបានច្រើនបាទប្រាសាទនេះធំណាស់បាទនេះកូនបាទអរគុណបាទអរគុណ